តែឆ្ងាញ់ក៏ដុតសូមគោរពសួស្តីបងប្អូនសូមរីករាយនឹងការប្រសាសន៍ដូចតទៅបរិភោគអាហារមួយការដេកមួយភ័យមួយសេពមេថុនមួយធរអ្នកទាំង4ប្រការនេះមនុស្សនិងសត្វមានស្មើគ្នាមានតែព្រះធម៌ប៉ុណ្ណោះទើបអាចធ្វើឲ្យមនុស្សនិងសត្វឲ្យពិសេសប្លែកពីគ្នានរណាប្រះចាកធម៌អ្នកនោះទុកស្មើសត្វច្បាប់ប្រទេសទុកបង្ក្រាបមនុស្សអសិលធម៌ច្បាប់សិលធម៌សម្រាប់បង្ក្រាបមនុស្សអវិជ្ជាច្បាប់គ្រួសារសម្រាប់អប់រំទំពាំងសង្គមបើសង្គមឬប្រទេសជាតិមួយអន់ខ្សោយច្បាប់ទាំង3នេះហើយសង្គមនោះមិនសូវខុសអីពីសង្គមសត្វនោះឡើយឪពុកជាចៅកូនคล้ายទៅជាចៅម្ដាយជាសំផឹងកូនស្រីក៏คล้ายជាសំផឹងនេះជាភាពអយុត្តិធម៌មួយដែលឪពុកម្ដាយមួយចំនួនដែលបានដើរផ្លូវខុសបន្សល់ទុកឲ្យកូនឪពុកម្ដាយបែបនេះស្រីហេតុប្រទេសហៅថាជាសត្រូវនៃកូនមានប្រយោជន៍អ្វីចំពោះកូនដែលកើតមកហើយល្ងងផងមិនប្រកបដោយធម៌ផងដោយភ្នែកឈឺមានប្រយោជន៍អ្វីមានគ្រាន់តែឈឺចាក់ដោតនាំឲ្យរំខានប៉ុណ្ណោះបណ្ដាកូន3ពួកគឺកូនមិនទាន់កើតហើយស្លាប់មួយពួកកូនកើតហើយស្លាប់ទៅវិញមួយពួកនិងកូនល្ងងមួយពួកកូន2ពួកខាងដើមជាកូនគប់ប្រសើរពួកកូនទី3មិនគប់ប្រសើរឡើយព្រោះថាកូន2ពួកខាងដើមធ្វើទុកតែម្ដងក៏អស់ហើយទៅឯពួកកូនក្រោយទី3ធ្វើទុកមាតាបិតាឲ្យលំបាកគ្រប់ជំហានជើងបើបងប្អូនជនរួមជាតិរួមភាសារួមពូជសាសន៍ខ្មែរចូលចិត្តការប្រសាសន៍បែបនេះសូមមេត្តា comment ប្រាប់ផងខ្ញុំនឹងធ្វើវីដេអូជូនបន្ថែមទៀតដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់គោដុតសូមអរគុណសូមគោរពជម្រាបលា